មុនពេលស្លាប់លោកសេនាប្រមុខលន់នល់បាននិយាយថាមនុស្សកើតរាល់ថ្ងៃតែទឹកដីមិនមែនកើតរាល់ថ្ងៃទេកូនខ្មែរត្រូវតែថែរក្សាទឹកដីមួយនេះឲ្យបានគង់វង្សកុំឲ្យដោយប្រទេសចម្ប៉ាលោកសេនាប្រមុខលន់នល់ត្រូវបានគេចាត់ទុកថាជាអ្នកស្នេហាជាតិមួយរូបលោកជាអ្នកនយោបាយនិងជាឧត្តមសេនីយ៍យោធាកម្ពុជាដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា2លើកនិងជារដ្ឋមន្ត្រីការពារជាតិលោកបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់សម្ដេចព្រះនរោត្តមសីហនុនិងជាអ្នកបង្កើតរបបសាធារណរដ្ឋខ្មែរនិងជាប្រធានាធិបតីនៅក្នុងរបបនេះលោកជាមនុស្សទី1ដែលចេញមកប្រកាសសង្គ្រាមបណ្ដេញខ្លួនខាងជើងនិងវិតកង់ចេញពីទឹកដីរបស់ខ្មែរលោកលន់នល់កើតនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ1913នាខេត្តព្រៃវែងក្នុងគ្រួសារខ្មែរដើមកំណើតចិនឪពុករបស់គាត់ឈ្មោះលន់ហិនម្ដាយឈ្មោះនួនគាត់ជាកូនទី2ក្នុងគ្រួសារដែលមានបងប្អូន10នាក់ដែលក្នុងនោះប្អូនប្រុសទី7របស់គាត់ឈ្មោះលន់នន់ជាមនុស្សដែលមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរចាប់តាំងពីការចាត់ចែងធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនិងការបង្កើតរបបសាធារណរដ្ឋខ្មែរឪពុករបស់គាត់ធ្លាប់ជាអភិបាលស្រុកនៅខេត្តសៀមរាបនិងកំពង់ធំបន្ទាប់ពីបានដឹកនាំក្រុមបង្ក្រាបចោរប្លន់នៅខេត្តព្រៃវែងលោកលន់នល់ទទួលបានការអប់រំនៅសាលាសាស៊ូឡូបលូបានាទីក្រុងសៃហ្គនបន្ទាប់មកបានចូលសិក្សានៅសាលាយោធាកម្ពុជាលោកលន់នល់ជាមន្ត្រីស៊ីវិលក្នុងសម័យរដ្ឋាភិបាលអាណានិគមនិយមបារាំងនាឆ្នាំ1937គាត់បានក្លាយជាអ្នកកាន់អំណាចរដ្ឋបាលហើយក៏បានធ្វើខ្លួនឲ្យក្លាយជាអ្នកប្រតិបត្តិការដ៏មានប្រសិទ្ធភាពរបស់បារាំងប្រឆាំងបង្ក្រាបចលនាជាបន្តបន្ទាប់នៃការប្រឆាំងអាណានិគមនិយមបារាំងនាឆ្នាំ1939លុះដល់ឆ្នាំ1946គាត់បានក្លាយជាសហការីរបស់សម្ដេចព្រះនរោត្តមសីហនុនៅក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ1940នៅពេលដែលគាត់បានបង្កើតចលនាស្ដាមនិយមរាជាធិបតេយ្យជាក្រុមនយោបាយគាំទ្រឯករាជ្យភាពដែលធ្វើឲ្យគាត់ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយប្រទេសកម្ពុជាខ្លាំងឡើងគាត់បានចូលបម្រើកងទ័ពនៅក្នុងឆ្នាំ1952ហើយគាត់បានដឹកនាំប្រតិបត្តិការកងទ័ពប្រឆាំងវៀតមិញបន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងគណៈបកកំណែតម្រង់ខ្មែររបស់គាត់រួមនឹងគណៈបកស្ដាមនិយមតូចៗដែលដឹកនាំដោយលោកសំសារីនិងលោកដាបឈួនបានក្លាយជាគណៈបកស្នូលរបស់គណៈបកសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុសម្រាប់ប្រជែងការបោះឆ្នោតនាឆ្នាំ1955